បាទជំរាបសួរអឺនៅក្នុងចំការវាមានផ្លែច្រើននៅអ្នកដូងអានេះគ្រាន់តែជាដូងមួយថ្ងៃមួយទេផ្លែច្រើនដើមណាហើយបងប្អូនកលេចមកមើលគេនេះវិញបាទគេនេះវាមានដើមខ្នុរមួយដើមខ្នុរគេហៅថាដើមខ្នោអ្នកស្រុកខ្លះគេហៅខ្នោអ្នកស្រុកខ្លះគេហៅខ្នុរអញ្ចឹងទៅដើមវាទូចទេប៉ុន្តែកុំមើលផ្លែវាអានេះគេហៅថាទូចតមៀតទេណាទូចតមៀតមិនជាងអៀតតមុងទេទូចតមៀតប៉ុន្តែក្លឹមបាទទូចតមៀតប៉ុន្តែក្លឹមនេះបងប្អូននេះតាំងពីគល់ទៅផ្លែអានេះផ្លែតាំងពីគល់ទៅនេះបងប្អូននេះផ្លែច្រើនដើមនេះដើមតូចទេផ្លែច្រើនដើមហើយក្នុងការមានមួយដើមហ្នឹងឯងដែលផ្លែច្រើនហើយវាផ្លែរាល់ឆ្នាំមិនតែឆ្នាំនឹងផ្លែទេគឺផ្លែអញ្ចឹងរាល់ឆ្នាំពេញដើមហ្មងបាទហើយមកមើលខាងនេះវិញបងប្អូននេះដូងនេះដូងប៉ាល់ធំផ្លែវានៅក្នុងចំការហ្នឹងវាមានដើមដូងច្រើនប្រភេទវាមានប្រភេទផ្លែសប្រភេទផ្លែខៀវខ្លះផ្លែក្រហមនេះខាងក្រៅខ្ញុំនេះហ្នឹងអាហ្នឹងផ្លែក្រហមហើយមានក្រហមទួយនិងក្រហមធំក្រហមទួយដូចបេះអស់ហើយនៅតែក្រហមធំនេះទេបាទ